នៅថ្ងៃអង្គារទី14កក្កដាខាងមុខនេះនៅប្រមាណជាម៉ោង12ថ្ងៃត្រង់ម៉ោងសកលត្រូវនឹងម៉ោង7ល្ងាចមកនៅក្នុងប្រទេសកម្ពុជាយានអវកាសដែលមានឈ្មោះថា New Horizon នឹងហោះកាត់កូនភព Pluton ក្នុងរយៈចម្ងាយជិតបំផុតគឺប្រមាណត្រឹមតែ 10000 គីឡូម៉ែត្រប៉ុណ្ណោះកូនភព Pluton ដែលស្ថិតនៅចម្ងាយប្រមាណជិត 5000 លានគីឡូម៉ែត្រពីភពផែនដីនេះគឺជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលមនុស្សអាចបញ្ជូនយានអវកាសទៅដល់ Pluton ក្នុងពេលដែលភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យសុទ្ធតែធ្លាប់មានយានអវកាសហោះកាត់យ៉ាងតិចម្ដងរួចមកហើយនៅក្នុងល្បឿនលឿនរហូតដល់ទៅជិត 50000 គីឡូម៉ែត្រក្នុង1ម៉ោងយានអវកាស New Horizon អាចបានត្រឹមតែហោះកាត់កូនភព Pluton តែប៉ុណ្ណោះដោយមិនអាចចុះចតឬក៏ហោះនៅក្នុងតារាវិថីជុំវិញ Pluton បាននោះទេនេះមានន័យថាយានអវកាស New Horizon នឹងមានឱកាសតែម្ដងប៉ុណ្ណោះនៅថ្ងៃអង្គារក្នុងការផ្ដិតយករូបភាពក្នុងរយៈចម្ងាយជិតបំផុតដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចសិក្សាលម្អិតអំពីបរិយាកាសនិងស្ថានដីរបស់ Pluton គូបញ្ជាក់ថានៅពេលដែលយានអវកាស New Horizon ត្រូវបានទីភ្នាក់ងារអវកាស NASA បាញ់បង្ហោះនៅថ្ងៃទី19ខែមករាឆ្នាំ2006 Pluton នៅមានឈ្មោះជាភពទី9នៃប្រព័ន្ធព្រះអាទិត្យនៅឡើយក៏ប៉ុន្តែប៉ុន្មានខែក្រោយមកគឺនៅខែកញ្ញាឆ្នាំ2006សហភាពតារាវិទូអន្តរជាតិបានសម្រេចបញ្ចុះឋានៈ Pluton ឲ្យមកនៅត្រឹមជាកូនភពវិញដោយសារតែគេយល់ថា Pluton នេះមានទំហំតូចពូគឺមានទំហំប្រហាក់ប្រហែលឬក៏តូចជាងកូនភពខ្លះដែលគេទើបនឹងរកឃើញក្រោយមកទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យចាប់តាំងពីមានសេចក្តីសម្រេចរបស់សហភាពតារាវិទូអន្តរជាតិនៅខែកញ្ញាឆ្នាំ2006នោះមកប្រព័ន្ធព្រះអាទិត្យដែលពីមុនត្រូវបានគេកំណត់ថាមានភពចំនួន9ត្រូវបានបន្ថយមកនៅត្រឹម8ភពវិញហើយសៀវភៅសិក្សាចាស់ៗកាលពីមុនត្រូវคล้ายទៅជាសៀវភៅហួសសម័យដែលតម្រូវឲ្យមានការកែប្រែឡើងវិញទាំងអស់ក៏ប៉ុន្តែ Pluton បើទោះបីជាត្រូវបានគេបញ្ចុះឋានៈពីភពមកនៅត្រឹមជាកូនភពតែគេសង្កេតឃើញថាចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រចំពោះ Pluton នេះមិនបានថយចុះនោះទេ